អ្នកទាំងអស់គ្នាឥឡូវនេះស្ថានភាពកាន់តែក្តៅហើយខណៈដែលពិភពលោកកំពុងតែតក់ស្លុតទីខ្លាំងនៅថ្ងៃសៅរ៍ទី28កុម្ភៈឆ្នាំ2026នេះអ្វីដែលគេបានបារម្ភនោះគឺបានកាត់ឡើងទៅប្រកាសហើយបងប្អូនយោធាមហាអំណាចលេខ1គឺសហរដ្ឋអាមេរិកបានសម្រេចចិត្តដឹកដៃគ្នាជាមួយនឹងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំចូលទៅក្នុងទឹកដីអ៊ីរ៉ង់ហើយបងប្អូនកាលពីប្រមាណម៉ោងមុននេះបន្តិចស្នូកទុកបានលាន់លើកណ្ដាលរដ្ឋធានីតេហេរ៉ង់និងទីក្រុងសំខាន់ជាច្រើនអ្នកទាំងអស់គ្នាតើនេះគឺជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3ឬយ៉ាងណាបើយោងតាមគណនាសារព័ត៌មាន Reuters នាថ្ងៃស្អែកនេះបងប្អូនមន្ត្រីអាមេរិកបានបញ្ជាក់ច្បាស់ថាយោធាសហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ជាមួយនឹងអ៊ីស្រាអែលក្នុងប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយស្រុករបស់អ៊ីរ៉ង់បានរាយការណ៍ពីការទុកយ៉ាងសន្ធឹកសន្ធាប់និងសូម្បីតែរដ្ឋធានីតេហេរ៉ង់ក៏ត្រូវបានរងការវាយប្រហារផងដែរអ្នកទាំងអស់គ្នានេះមិនមែនជាការវាយប្រហារលេងសើចទេប៉ុន្តែវាគឺជាប្រតិបត្តិការរួមគ្នាដ៏ធំបំផុតមួយដែលត្រូវបានមន្ត្រីការពារជាតិអ៊ីស្រាអែលអះអាងថាបានរៀបចំផែនការអស់រយៈពេលជាច្រើនខែមកហើយបងប្អូនទាំងអស់គ្នាមានសំណួរដដែលបានសួរថាហេតុអ្វីត្រូវវាយប្រហារនៅថ្ងៃនេះចម្លើយនោះគឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរការពីថ្ងៃប្រហោះកន្លងទៅនោះនៅទីក្រុងសឺណែលការចរចាជុំចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់នោះបានដាក់ដកផ្លូវតច្រកនៅគ្មានលទ្ធផលអ្វីសោះឡើយហើយលោកប្រធានាធិបតីដូណាល់ត្រាំវិញដែលល្បីថាជាមនុស្សនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងបានប្រមានម្ដងហើយម្ដងទៀតថាបើចរចាមិនត្រូវគ្នាទេមានតែផ្លូវយោធាតែប៉ុណ្ណោះហើយថ្ងៃនេះលោកបានធ្វើមែនទែនបងប្អូនវាគឺជាការវាយប្រហារដើម្បីកំទេចមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលអាមេរិកទប់ចិត្តលេងបានទៀតហើយបងប្អូនប្រហែលជានៅចាំបានកាលពីខែមិថុនាឆ្នាំ2025កន្លងទៅហ្នឹងហេតុការណ៍ស្រដៀងគ្នាក៏បានកើតឡើងម្ដងរួចមកហើយដែលបង្កជាសង្គ្រាមពី10ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កាលនោះអាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធនធ្ងន់ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរប៉ុន្តែលើកនេះវាហាក់ដូចជាសាហាវជាងមុនបងប្អូនទាំងគ្នាព្រោះការបដិឆេទនៃការវាយប្រហារនោះត្រូវបានកំណត់ទុកជាមួយនឹងជាក់លាក់ហាក់ដូចជាអាមេរិកនឹងដឹងមុនថាការចរចានឹងត្រូវបរាជ័យដូច្នេះចឹងបងប្អូនអ្នកទាំងអស់គ្នាស្ថានភាពនៅប្រជុំអាពាហ៍ពេលនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលបំផុតហើយយើងរងចាំមើលទាំងអស់គ្នាថាតើអ៊ីរ៉ង់នឹងវាយបកវិញតើរបៀបណាតើមហាអំណាចដូចជារុស្ស៊ីចិនអាចចូលលុបដៃដែរឬអត់ជួបបងប្អូនវិញយល់យ៉ាងណាដែរហើយតើលោកដូណាល់ត្រាំសម្រាប់ចិត្តបែបនេះតើត្រឹមត្រូវដែរឬអត់សូមកុំភ្លេចបញ្ចេញមតិបងប្អូននៅខាងក្រោមវីដេអូសូមអរគុណជួបគ្នាវីដេអូក្រោយ